មានតែសាច់សាក់ស៊ីវមួយមុខនេះមកបងប្អូនអាចធ្វើម្ហូបបានច្រើនមុខមែនទែនបងប្អូនអាចយកទៅហូបមួយបាយក៏បានបងប្អូនអាចយកធ្វើជាស្នូលនំប៉ាវក៏បានគេហៅនំប៉ាវសាក់ស៊ីវណាឬមួយក៏ធ្វើនំប៉័ងសាច់ជំរាបសួរអពូមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកតាមចំណូលពលរបស់បងប្អូនតែរូបមន្តនេះគឺខ្ញុំធ្វើលក្ខណៈគ្រួសាររបស់អ្នកខ្ញុំទេខ្ញុំប្រើសាច់ជ្រូកគេហៅសាច់ស្មាមុខហ្នឹង1គីឡូ4ខាំហើយខ្ញុំដាក់ម្សៅឆា1ស្លាបព្រាបាយអំបិល1ស្លាបព្រាបាយទៅដើម្បីលាងសាច់ហ្នឹងឲ្យបានស្អាតល្អខ្លាចវាមានកតិចកទីណាតែពេលយើងលាងជាមួយនឹងម្សៅឆាអញ្ចឹងវាធ្វើឲ្យសាច់យើងទន់ផុយល្អវាទន់ឆ្ងាញ់ណាយើងលាងមកចន្ទុះហើយមើលអស់កតិចកទីហើយយកទៅលាងទឹកចេញមកសម្អាតវាឲ្យបានស្អាតល្អទៅណាលាងឲ្យអស់ម្សៅឆាហ្នឹងទៅលាងរួចហើយបានយើងយកមកដំប្រើខ្នងកវ៉ាត់ចេះយកដំដើម្បីឲ្យសាច់វានឹងទក់វាឆាប់ចូលជាតិបានល្អដំរួចហើយយើងទុកមួយដោយឡែកខ្ញុំសូមកាត់វីដេអូរឿងខ្លីៗបន្តិចណាហើយនេះជាខ្ញីបងប្អូនមានខ្ញីចាស់កាន់តែល្អបើអត់ទេប្រើខ្ញីល្មមឬខ្ញីខ្ចីវាអត់ទៅហឹលអញ្ចឹងណាហើយខ្ទឹមយើងចែកជាពីរផ្នែកវែងទៅយើងទុកក្រាលបាតឆ្នាំងហើយខ្ញីនេះយើងហាន់ដូចយើងយកទៅឆាសាច់អញ្ចឹងគ្រាន់តែរៀងធំតិចទៅហើយខ្ទឹមយើងកាត់កង់ចេះមកយកមួយដើមឬក៏ពីរ3ដើមចេះមកដើម្បីប្រឡាក់ជាមួយសាច់ហើយខ្ញុំដាក់អំបិល1ស្លាបព្រាបាយស្ករស1ស្លាបព្រាបាយយើងប្រើស្ករសតិចទេព្រោះយើងប្រើយើងត្រូវការដាក់ទឹកឃ្មុំបើសិនជាបងប្អូនចូលចិត្តម្រេចរៀងហឹលបងប្អូនដាក់ម្រេចច្រើនណាតែខ្ញុំដាក់1ស្លាបព្រាកាហ្វេទេហើយខ្ញុំកន្លែងនេះខ្ញុំកាត់បាត់ទៅសំទោសផងហើយទឹកស៊ីអ៊ីវដាក់3 4ស្លាបព្រាបាយមកហើយនេះជាទឹកស៊ីអ៊ីវខាប់ឬយើងហៅទឹកស៊ីអ៊ីវខ្មៅណាខ្ញុំដាក់2ស្លាបព្រាបាយបើបងប្អូនមិនចូលចិត្តសម្បករាងខ្មៅយើងបងប្អូនដាក់1ស្លាបព្រាបាយក៏បានដែរតាមការចូលចិត្តណាគ្រាន់តែយកពណ៌ទេទឹកឃ្មុំគឺខ្ញុំប្រើ100មីលីលីត្រទឹកឃ្មុំណាតែទៅលើទឹកឃ្មុំទេទឹកឃ្មុំខ្លះរាងផ្អែមយើងមិនបាច់ដាក់ដល់100ទេឬមួយក៏បងប្អូនដាក់មិនដូចថា4ឬ5ស្លាបព្រាបាយសិនហើយយើងភ្លក់មើលទៅណាតែចំពោះខ្ញុំទិញទឹកឃ្មុំនេះអាចថាវាមិនសូវផ្អែមក៏ថាបានដែរខ្ញុំទិញនៅ Costco ណាខ្ញុំដាក់100មីលីលីត្រហើយយើងច្របល់គ្រឿងទាំងអស់នេះបានសព្វល្អហើយបានតិចទៀតបានខ្ញុំដាក់ម្សៅស៊ុបមាន់1ស្លាបព្រាបាយកន្លែងនេះបងប្អូនក៏អាចជំនួសប៊ីចេងក៏បានដែរណាបងប្អូនហូបប៊ីចេងដាក់ប៊ីចេងទៅខ្ញុំដាក់ម្សៅស៊ុបមាន់1ស្លាបព្រាបាយហើយយើងចាក់ប្រេងឆាបងប្អូនហូបប្រេងអីដាក់ប្រេងហ្នឹងទៅអត់បញ្ហាទេខ្ញុំដាក់3ស្លាបព្រាបាយយើងដាក់ប្រេងរួចហើយយើងច្របល់បានសព្វល្អទៅយើងយកទៅថាស្ងោរក៏បានក៏ថានេះក៏បានដែរខ្ញុំយកដាក់ទៅឆ្នាំងបាយដាំទៅក្នុងឆ្នាំងបាយណាបងប្អូនអត់មានឆ្នាំងបាយបងប្អូនដាក់ឆ្នាំងយើងធម្មតាក៏បានដែរអត់បញ្ហាទេយើងទៅងាបវាហើយយើងគ្របវាចោលទៅទុកវាពុះរយៈពេល20 មីនិតអីល្មមហើយតែខ្ញុំដាក់ដល់25 មីនិតឡើងសាច់រាងផុយបន្តិចព្រោះឲ្យកូនខ្ញុំគាត់ចូលចិត្តសាច់រាងផុយអញ្ចឹងណាហើយណាមួយខ្ញុំចង់យកមកធ្វើសាច់នំប៉ាវខ្ញុំទុកឲ្យរាងផុយបន្តិចហើយខ្ញុំប្រើឆ្នាំងបាយយើងដាំបាយអគ្គិសនីហ្នឹងយកមកទៅចំហុយខ្ញុំឃើញចិនគេធ្វើអញ្ចឹងហ៎ហើយខ្ញុំក៏យកធ្វើអញ្ចឹងទៅអានេះដូចថាយើងអាចដើរចោលបានអញ្ចឹងណាយើងគ្រាន់តែដាក់ក្នុងឆ្នាំងទៅហើយយើងចុចដាំទៅជាការស្រេចហើយអាទឹកស៊ីអ៊ីវវាហ្នឹងយើងចុងក្រោយយើងស្រោចពីលើមកងាយបងប្អូនឲ្យសាច់នេះខ្ញុំប្រាប់ចឹងយើងយកមកធ្វើសាច់ស៊ីបានហើយអាទឹកវានេះចុងក្រោយបើយើងឆ្អិនហើយអាទឹកស៊ីអ៊ីវនេះយើងកុំចោលវាយើងហាន់តែហើយយើងស្រោចពីលើក៏បានយកហូបមួយបាយក៏បានបងប្អូនអាចបន្ថែមពងមាន់ដាក់នៅក្នុងហ្នឹងមួយងាស់ទៀតក៏បានដែរយកមកធ្វើហូបមួយពងមាន់ចឹងណាយើងអាចហូបបានជាច្រើនមុតមែនតើនេះខ្ញុំទុកដល់25 មីនិតរៀងផុយបន្តិចបើសិនជាបងប្អូនមិនចូលចិត្តរៀងសាច់ផុយពេកយើងមើលតាមហ្នឹងទៅមើលតែឆ្អិនហើយយើងលើកឡើងទៅខ្ញុំទុករៀងផុយខ្ញុំប្រាប់ចឹងខ្ញុំយកមកធ្វើស្នូលនំប៉ាវឲ្យកូនខ្ញុំស្នូលនំប៉ាវឬក៏យើងធ្វើនំប៉័ងសាច់ហាន់ដាក់ទៅអូឆ្ងាញ់ពិតយើងគ្រាន់តែមានជ្រក់មានអីទៅហូបបានហើយមានប៊ឺពងមាន់មានអីទៅឆ្ងាញ់ពិតខ្ញុំយកធ្វើនំប៉័ងសាច់ផងខ្ញុំទុកធ្វើសាច់នំប៉ាវឲ្យកូនពៅខ្ញុំផងហើយខ្លះហូបខ្លួនឯងខ្លះទៅព្រោះ1គីឡូជាងនេះខ្ញុំនិយាយពីរឿងទឹកស៊ីអ៊ីវចុងក្រោយនេះបងប្អូនអាចឆ្ងោរពងមាន់ហើយដាក់មួយងាស់ទៀតទៅក៏បានដែរឆ្ងាញ់ពិតស្ងោរពងមាន់ហើយសោយពីលើក៏បានដែរងាយហើយរសជាតិឆ្ងាញ់ទៀត
អានេះខ្ញុំធ្វើរូបមន្តគ្រួសារខ្ញុំទេកូនខ្ញុំគាត់ចូលចិត្តណាមិនសឹមខ្ញុំធ្វើឲ្យគាត់ម្ដងរួចហើយគាត់ហូបអស់ទៅម្ដងនេះខ្ញុំធ្វើបន្ថែមទៀតឥឡូវចិត្តអស់ទៀតហើយខ្ញុំចូលមកទុកធ្វើស្នូលនំប៉ាបងខ្ញុំប្រាប់ចឹងស្អែកធ្វើនំប៉ានំប៉័ងសាច់អរគុណអំពូមីងបងប្អូនអរគ្នាដែលតែងតែជួយ like និងជួយ share រកវីដេអូរបស់នាងខ្ញុំចុងក្រោយជូនពរអំពូមីងបងប្អូនអរគ្នាជួបតែសុខសប្បាយទាំងអស់គ្នាហេង